នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតបានលើកឡើងថាក្រសួងកសិកម្មក្រសួងអភិវឌ្ឍជនបទនិងក្រសួងធនធានទឹកគឺមិនបាច់បង្រួមគ្នានោះទេប៉ុន្តែត្រូវសហការគ្នាឲ្យរឹងមាំនិងប្រសិទ្ធភាពព្រោះកម្ពុជាជ្រើសរើសអភិក្រមពង្រឹងជាជាងពង្រីកដោយគ្រាន់តែឲ្យសហការគ្នាឲ្យច្រើនឲ្យរឹងមាំប្រកបដោយប្រសិទ្ធភាពល្អដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋសម្ដេចធិបតីលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2024និងលើកទិសដៅការងារឆ្នាំ2025របស់ក្រសួងមុខងារសាធារណៈនៅ The Premier Center សែនសុខរាជធានីភ្នំពេញនាព្រឹកថ្ងៃទី20ខែមីនាឆ្នាំ2025នេះសម្ដេចធិបតីបានបញ្ជាក់ថាកម្ពុជាមាន model របស់ខ្លួនឯងនោះគឺការជ្រើសរើសពង្រឹងជាជាងពង្រីកហើយមិនបង្រួមដើម្បីពង្រឹងនោះទេដែលលក្ខណៈនេះខុសពីបណ្ដាប្រទេសជាច្រើននៅលើពិភពលោកសម្រាប់ការកែតម្រង់មុខងារសាធារណៈដែលបណ្ដាប្រទេសទាំងនោះសុទ្ធតែប្រើប្រាស់យន្តការបង្រួមដើម្បីពង្រឹងសម្ដេចធិបតីហ៊ុនម៉ាណែតបន្តថាចំពោះកម្ពុជាជ្រើសយកអភិក្រមពង្រឹងជាជាងពង្រីកគឺទប់ស្កាត់នៅក្នុងការពង្រីកនៅក្នុងវិស័យមួយចំនួនដែលមិនទាន់ចាំបាច់លើកលែងតែអប់រំសុខាភិបាលនិងកសិកម្មដែលភាគច្រើនជាផែនការឆ្នាំចាស់ក្នុងការពង្រីកដោយឡែកពាក់ព័ន្ធនឹងរចនាសម្ព័ន្ធគឺមិនឲ្យពង្រីកលើពីអ្វីដែលមានស្រាប់ក្នុងនោះសម្ដេចធិបតីក៏បង្ហើបនៅការស្នើសុំដំឡើងអគ្គនាយកដែលភាគច្រើនត្រូវបានសម្ដេចបដិសេធមិនឲ្យធ្វើប៉ុន្តែករណីមានតម្រូវការចាំបាច់អាចធ្វើទៅបានប៉ុន្តែការបង្កើតថ្មីនេះត្រូវមានកាត់កងកន្លែងណាមួយវិញដោយចាំបាច់បំផុតមិនមែនបង្កើតដើម្បីបង្កើតនោះទេជំរាបជូនថាសម្ដេចធិបតីហ៊ុនម៉ាណែតលើកឡើងពីការមិនបញ្ចូលក្រសួងទាំង3ខាងលើចូលគ្នានេះបន្ទាប់ពីមានការស្នើផ្ទាល់ទៅសម្ដេចឲ្យបង្រួមក្រសួងកសិកម្មអភិវឌ្ឍជនបទនិងក្រសួងធនធានទឹកទៅជាក្រសួងតែមួយវិញពេលដែលសម្ដេចបានចុះទៅខេត្តកំពង់ធំនាពេលកន្លងទៅនេះ